អាយដាមប៉ែនបណ្ណារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភិបអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងប្រាប់ប្រសាសនិកសិស្សចាំទុកនៅអាថ៌កំបាំងមួយក្នុងការសិក្សាដើម្បីធ្វើឲ្យខ្លួនយើងពូកែនិងលេចធ្លោនោះគឺជាការតាំងចិត្តនិងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនសូមទស្សនាលោកជំនាញធ្វើសេចក្តីរាយការណ៍លម្អិតជាការពិតវិស័យអប់រំប្រទេសកម្ពុជាយើងបានស្គាល់វឌ្ឍនភាពយ៉ាងខ្លាំងរយៈពេលជិត3ទសវត្សរ៍ចុងក្រោយនេះក្រោយពីប្រទេសមានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីសាលារៀនគ្រប់កម្រិតរីកដុះដាលដោយផ្សិតទាំងបរិមាណទាំងគុណភាពពីមុនមនុស្សរត់រកសាលាឥឡូវសាលារត់រកមនុស្សក្មួយមានសំណាងដែលបានចូលរៀនថ្នាក់ឧត្តមសិក្សាដែលមានសាលាក៏ល្អសាស្ត្រាចារ្យក៏ពូកែមានសម្ភារៈសិក្សាគ្រប់គ្រាន់អង្គុយរៀនក្នុងម៉ាស៊ីនត្រជាក់នេះគឺជាការកត់សម្គាល់របស់អាយដាមប៉ែនបូណារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភិបអ្នកនាំពាក្យរដ្ឋាភិបាលនៅក្នុងកម្មវិធីបទកថានៅសាកលវិទ្យាល័យមេគង្គកម្ពុជានាព្រឹកថ្ងៃទី4ខែធ្នូឆ្នាំ2025ក្នុងរាជធានីភ្នំពេញដោយមានការចូលរួមពីអាយដាមប៊ុននីវឌ្ឍនបញ្ញាសាកលវិទ្យាធិការនិងថ្នាក់ដឹកនាំព្រមទាំងនិស្សិតជាង200នាក់ទន្ទឹមនឹងទស្សនៈអាយដាមប៉ែនបូណាក៏បានចែករំលែកអំពីគន្លឹះឬអាថ៌កំបាំងដែលជួយឲ្យយុវជនក្លាយខ្លួនទៅជាមនុស្សពូកែលេចធ្លោក្នុងសង្គមយ៉ាងដូចនេះថាប៉ុន្តែសូមក្មួយចងចាំទុកនៅអាថ៌កំបាំងមួយក្នុងការសិក្សាដើម្បីធ្វើឲ្យខ្លួនយើងពូកែលេចធ្លោនោះគឺការតាំងចិត្តនិងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនអ្នកនាំពាក្យរដ្ឋាភិបាលបានសង្កត់ធ្ងន់ថាសូមក្មួយចងចាំថាទោះបីជាក្មួយទៅរៀននៅសាលាល្បីយ៉ាងណាក៏ដោយមានសាស្ត្រាចារ្យពូកែយ៉ាងណាក៏ដោយតែបើក្មួយគ្មានការតាំងចិត្តនិងកិច្ចខិតខំប្រឹងប្រែងដោយខ្លួនឯងទេក្មួយមិនអាចក្លាយជាមនុស្សពូកែដោយគេឈ្មោះរបស់សាលាបានឡើយផ្ទុយទៅវិញបើទោះបីជាក្មួយរៀននៅសាលាមិនសូវល្បីតែបើក្មួយមានការតាំងចិត្តខិតខំដែលមានគោលដៅច្បាស់លាស់ក្មួយក៏អាចក្លាយទៅជាមនុស្សពូកែលេចធ្លោបានដែរប្រធានអង្គភិបអ្នកនាំពាក្យរដ្ឋាភិបាលក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដែលបានឆ្លងកាត់សម័យសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដែលមិនបានរៀនសូត្រពីក្មេងដោយកុមារក្នុងសម័យបច្ចុប្បន្នទេបើតាមអាយដាមប៉ែនបូណាបើទោះបីជាបានរៀនសូត្រយឺតពេលនិងរៀនក្នុងស្ថានភាពដ៏លំបាកខ្វះសពខ្វះគ្រប់ប៉ុន្តែការតាំងចិត្តនិងកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុតគឺជាគន្លឹះដែលមិនអាចមើលរំលងបានឡើយដើម្បីឈរជើងក្នុងសង្គមបានដូចសពថ្ងៃសូមបញ្ជាក់ថាបទកថានេះមានគោលបំណងសំខាន់ចំនួន4រួមមានទី1ដើម្បីឲ្យយុវជនយល់ដឹងពីគោលនយោបាយជាតិនិងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី7នៃរដ្ឋសភាទី2លើកទឹកចិត្តដល់និស្សិតឲ្យអភិវឌ្ឍខ្លួនក្លាយទៅជាមូលធនមនុស្សដ៏ពេញលេញដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណទី3យល់ដឹងពីសារៈសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវនិងការសម្រេចចិត្តនិងទី4លើកកម្ពស់ឲ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ2050ក្លាយជាប្រទេសមានចំណូលខ្ពស់